តាក្រុមហ៊ុនមានចក្ខុវិស័យអ្វីខ្លះសម្រាប់ដំណើរការនាពេលបច្ចុប្បន្ននិងតទៅមុខទៀតបងចក្ខុវិស័យរបស់ក្រុមហ៊ុនគឺ To be trust number one company of elevator in Cambodia មានន័យថាយើងចង់ក្លាយជាក្រុមហ៊ុនលេខ1និងមានការទុកចិត្តក្នុងការចែកចាយចរាចរណ៍ក្នុងប្រទេសកម្ពុជាហើយបច្ចុប្បន្ននេះក៏មានការគ្រប់គ្រងពីបងប្អូននៅតាមខេត្តហើយនឹងដូចរាជធានីមានការគ្រប់គ្រងច្រើនតើក្រុមហ៊ុនមានកត្តាអ្វីដែរដែលឲ្យ VAS លេចធ្លោជាងគេនៅប្រទេសកម្ពុជាបងបាទកត្តាទី1គឺផ្ដោតលើប្រឹក្សាយោបល់មុនការលក់អង់គ្លេសថា outstanding consultancy ទី2គឺ provide base product and standard គឺយើងផ្ដល់ផលពិតហើយមានស្តង់ដារហើយទី3គឺបុគ្គលិកមានជីវៈនិងក្រមសីលធម៌ជាពិសេសផ្នែកបច្ចេកទេសនិងផ្នែកលក់ហើយចំណុចចុងក្រោយបន្ទាប់ពីលក់គឺយើងមានសេវាកម្មថែទាំហើយនឹងមានគ្រឿងបន្លាស់នៅក្នុងស្តុកសូមអរគុណបងសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃក្នុងការធ្វើបទសម្ភាសន៍នៅក្នុងថ្ងៃនេះបងបាទសូមអរគុណ